ក្មេងស្រីម្នាក់នេះនាងឈ្មោះជាវជើនាងជាកុមារទេពថ្ងៃនេះនាងបានប្រើយុទ្ធសិលចាប់សត្វនាគដែលរស់នៅក្នុងស្រះទឹកយកមកធ្វើជាអាហារកុមារទេពអង្គុយញ៉ាំសាច់នាគយ៉ាងឆ្ងាញ់ស្រាប់តែបងស្រីរបស់នាងឈ្មោះឈៀនយាកបានមកដល់រួចហើយឈ្មោះរបស់នាងរួចនិយាយថាឯងបែរជាហ៊ានញ៉ាំសត្វនាគឈៀនខុនដែលគ្រូខំចិញ្ចឹមផងឯងមិនខ្លាចលោកគ្រូទេឬជាវជើសាចរួចក៏ឡើងរត់ទៅបាត់បងស្រីឈៀនយាកហួសចិត្តបានត្រឹមឈរមើលប៉ុណ្ណោះថ្ងៃមួយអ្នកទាំងពីរកំពុងឈរក្រៅផ្ទះជាវជើបានសួរបងស្រីអំពីប្រវត្តិរបស់នាងពេលនោះបងស្រីឈៀនយាកក៏បាននិយាយរឿងរ៉ាវដែលលោកគ្រូរបស់នាងយកជាវជើមកចិញ្ចឹមពេលនោះលោកគ្រូកំពុងតាំងសមាធិក្នុងបន្ទប់បានមើលឃើញពីវាសនារបស់ជាវជើដោយសារតែអារម្មណ៍លោកគ្រូមិននឹងណបានធ្វើឲ្យលោកគ្រូក្អួតឈាមយ៉ាងច្រើនលោកគ្រូបានហៅជាវជើឲ្យចូលមកជាវជើនិងបងស្រីបានឮក៏ចូលមករកលោកគ្រូអ្នកទាំងពីរបានលុតជង្គង់នៅមុខលោកគ្រូលោកគ្រូបានប្រាប់ពីរឿងរ៉ាវដែលគាត់បានដឹងថាជាវជើមានគ្រោះដើម្បីរំដោះគ្រោះមហន្តរាយនេះលោកគ្រូបានឲ្យជាវជើចុះពីភ្នំគ្រូរបស់ជាវជើបានឲ្យនាងរកមនុស្សប្រុសម្នាក់ដើម្បីស្នងត្រកូលពីគ្រូសាសៀវបើសិនការរំដោះគ្រោះមហន្តរាយនេះបរាជ័យគឺត្រូវស្លាប់ភ្លាមលោកគ្រូបានបដូរផ្លិតទិព្វឲ្យទៅជាវជើរួចប្រាប់ទៀតថាសៀវឈិនហ្វាន់គេមិនចង់ស្នងតំណែងគ្រូសាសៀវទេហើយក៏បានឲ្យសៀវយាកជូនសិស្សប្អូនចុះពីភ្នំអ្នកទាំងពីរក៏បំបាំងកាយទៅបាត់មនុស្សម្នាក់នេះជាសិស្សច្បងរបស់ជាវជើដែរតែចិត្តគាត់អាក្រក់ណាស់គាត់បានប្រើយុទ្ធសិលបិទរូងភ្នំមិនឲ្យជាវជើមកវិញឡើយនិយាយពីជាវជើនិងសិស្សច្បងស្រីរបស់នាងបានធ្វើដំណើរមកដល់ទីក្រុងនាងសប្បាយចិត្តណាស់អ្នកទាំងពីរបានពិភាក្សាគ្នាពីរឿងសៀវឈិនហ្វាន់បើសិនបានជួបគេបងស្រីសៀវយាកប្រាប់ឲ្យជាវជើហៅថាប៉ាប៉ាព្រោះសៀវឈិនហ្វាន់និងជាវជើពីជាតិមុនជាឪពុកកូននឹងគ្នាកំពុងតែដើរនិយាយគ្នាតាមផ្លូវស្រាប់តែនាងក្រឡេកភ្នែកទៅឃើញសៀវឈិនហ្វាន់កំពុងតែវាយមនុស្សតាមផ្លូវជាវជើនិយាយថាប៉ាខ្ញុំមិនក៏ហង្សាបែបនេះបន្ទាប់ពីប្រើហង្សាដាក់អ្នករំលោះរួចសៀវឈិនហ្វាន់និយាយទៅកាន់បុរសម្នាក់ឈ្មោះសៀប៉ៃថាបើលើកក្រោយទទួលការងាររំលោះបែបនេះទៀតអ្នកដែលត្រូវវាយមុនគេនោះគឺឯងហើយអ្នកទាំងពីរឈរជជែកគ្នាយ៉ាងខ្លាំងរួចសៀវឈិនហ្វាន់ក៏ដើរចេញបាត់ទៅពេលនោះជាវជើនិងបងស្រីរបស់នាងបានឈរមើលពីក្រោមដើមឈើរួចសួរបងស្រីនាងថាអ្នកដែលវាយគេអំបញ្ញមិញជាឪពុករបស់នាងមែនទេតែបងស្រីរបស់នាងមិនបានឮទេបងស្រីក៏ឲ្យជាវជើរត់ចូលទៅរកសៀវឈិនហ្វាន់សៀវឈិនហ្វាន់រៀបនឹងឡើងឡានទៅហើយស្រាប់តែជាវជើមកចាប់ដៃហៅថាប៉ាប៉ាសៀវឈិនហ្វាន់និយាយថាកូនក្មេងច្រឡំមនុស្សហើយខ្ញុំមិនបានច្រឡំទេពេលនោះក៏មានឡានមួយគ្រឿងបានបើកមកសម្ដៅនាងបានរុញសៀវឈិនហ្វាន់ចេញឡាននោះបានបុកត្រូវជាវជើធ្វើឲ្យនាងសន្លប់សៀវឈិនហ្វាន់ក៏បានយកនាងទៅពេទ្យប្រាប់ថាក្មេងត្រូវឡានបុកពិតប្រាកដណាស់តែគ្មានរឿងអ្វីកើតឡើងទេពេលដែលសៀវឈិនហ្វាន់កាន់សៀវភៅបង្ហាញពីលទ្ធផលជំងឺជាវជើនាងបានមើលឃើញពន្លឺចេញពីរាងកាយសៀវឈិនហ្វាន់នាងគិតថាពេលសំខាន់បែបនេះនៅអាចធ្វើឲ្យរង្គើមេឃរញ្ជួយដីទៀតមានពន្លឺមាសជុំវិញខ្លួននាងបានក្រោកឡើងហើយចាប់ដៃសៀវឈិនហ្វាន់រួចនាងនិយាយថាប៉ាខ្ញុំមិនអីទេកុំបារម្ភពីខ្ញុំអីសៀវឈិនហ្វាន់បានយកដៃចេញរួចនិយាយថាអ្នកណាជាប៉ារបស់ហែងក្មេងស្រីឆ្ងល់នឹងគួរឲ្យអាណិតគិតថាហេតុអ្វីគាត់ធ្វើបែបនេះដាក់ខ្ញុំសៀវឈិនហ្វាន់បានសួរនាងថាផ្ទះឯងនៅឯណាជាវជើប្រាប់ថាខ្ញុំមានត្រកូលដូចប៉ាផ្ទះរបស់ប៉ាគឺជាផ្ទះរបស់ខ្ញុំជាវជើបាននិយាយរឿងរ៉ាវរបស់នាងដែលត្រូវចុះពីភ្នំប្រាប់តួប្រុសរបស់យើងតែតួប្រុសរបស់យើងមិនជាទេនាងបានមើលឃើញរឿងចម្លែកដែលនឹងកើតឡើងនាងបានប្រាប់សៀវឈិនហ្វាន់ថាលោកតាមានរឿងហើយឈិនហ្វាន់ងាកមកស្ដីឲ្យនាងថាជាក្មេងកុំកុហកនាងឆ្លើយថាមិនបានកុហកទេតែលោកតាត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់មែនលោកតារបស់សៀវឈិនហ្វាន់បានចូលបន្ទប់សង្គ្រោះបន្ទាន់សៀវឈិនហ្វាន់បានចូលទៅសួរលោកតាយ៉ាងម៉េចទៅហើយតែត្រូវប្អូនប្រុសរបស់គាត់ច្រានគាត់ចេញជាវជើបានរាប់ម្រាមដៃរួចនិយាយថាគាត់ទៅហើយឈិនហ្វាន់បានក្រឡេកមើលទៅជាវជើពេលនៅសៀវប៉ាយបាននិយាយទៅកាន់នាងថានាងល្អិតមកពីណានិយាយផ្ដេសផ្ដាស់ស្អីហ្នឹងមិនបាននិយាយផ្ដេសផ្ដាស់ទេគឺលោកតាប្រើប្រាស់ថ្នាំពុយយឺតរយៈពេលវែងថ្ងៃនេះក៏រើឡើងពេលវេលាលោកតាមិនច្រើនទេ
ម្ដាយរបស់សៀប៉ាយបានយកដៃរុញកុមារទេពចេញរួចនិយាយថា ក្មេងគ្រួសារណានឹងហ៊ានដាក់បណ្ដាសាមនុស្សចាស់ឲ្យគ្រួសារគេស្លាប់មានអ្នកប្រដៅទេបើគ្មានទេខ្ញុំប្រដៅគេឲ្យចុះ ស្ត្រីចិត្តអាក្រក់នោះលើកដៃវាយកុមារទេពតែត្រូវសៀវឈិនហ្វាន់ចាប់ជាប់ស្ត្រីនោះបានស្ដីឲ្យឈិនហ្វាន់ថាជួយការពារក្មេងស្រីនោះកុមារទេពពេលបានឈិនហ្វាន់ការពារនាងសប្បាយចិត្តណាស់មិនខ្លាចនរណាទាំងអស់ម្ដាយសៀប៉ាយនិងឈិនហ្វាន់បានឆ្លោះគ្នាយ៉ាងខ្លាំងម្ដាយរបស់សៀប៉ាយបាននិយាយឌឺដងឲ្យសៀវឈិនហ្វាន់តែត្រូវកុមារទេពប្រើយុទ្ធសិលទះពីរបីដៃទុកជាមេរៀនថ្ងៃក្រោយអន់ចង់ហើយហាហាហាម៉ាក់តើយ៉ាងម៉េចនឹង ជាវជឿសប្បាយចិត្តនាងបានឈរសាច់ពីក្រោយប៉ាប៉ារបស់នាងមើលទៅស្ត្រីចិត្តអាក្រក់នោះដូចជាមិនអស់ចិត្តសោះតួប្រុសរបស់យើងបាននិយាយថាជប់សម្ដែងទៅខ្ញុំមិនបានប៉ះពាល់នាងទេគ្រូពេទ្យចេញពីបន្ទប់ពិនិត្យជំងឺនិយាយទៅកាន់ឈិនហ្វាន់ថាលោកប្រុសសៀវលោកតាលោកប្រើប្រាស់ជាតិពុលប្រភេទយឺតរយៈពេលយូរគ្រឿងក្នុងនឹងរាងកាយរបស់គាត់របួសធ្ងន់ធ្ងរខ្លាចតែរស់មិនបានពីថ្ងៃទៀតនោះទេសៀវឈិនហ្វាន់គិតក្នុងចិត្តថាជាវជឿនិយាយត្រូវទៀតហើយជាវជឿបានមកចាប់ដៃប៉ាប៉ានាងប្រាប់ថាកុំឲ្យបារម្ភអីប៉ាប៉ាកុំពិបាកចិត្តអីលោកតាគ្មានបញ្ហាអីទេអញជាក្មេងម្នាក់យល់ដឹងស្អីទៅពេទ្យនិយាយឲ្យថាជួយមិនបានទេជាវជឿប្រាប់ប៉ាប៉ានាងថាដរាបណាមានខ្ញុំនៅខ្ញុំថាគ្មានរឿងអីគឺគ្មានរឿងអីហើយឈិនហ្វាន់ធ្វើមុខឆ្ងល់រួចនិយាយថាខ្ញុំបែរជាមកជឿពាក្យក្មេងនិយាយផ្ដេសផ្ដាស់ទៅវិញកុមារទេពបានឮពីអ្នកម្ដាយកូននោះនិយាយគ្នាម៉ាក់ខូខើដែរតើមរណៈខ្លាចជាការពិតធ្វើបានអស់ហើយមែនទេទុកចិត្តចូលឲ្យតែតាកញ្ចាន់នេះស្លាប់ទៅកូនគឺជាអ្នកស្នងមរតកគ្រួសារសៀវប្រកាសជាត្រូវជន់កូនគេដល់បាត់ជើងហើយជាវជឿគិតថាឲ្យតែមាននាងនៅអ្នកស្នងមរតកគឺជាប៉ារបស់នាងនាងបានយកផ្លិតទឹកដែលលោកគ្រូរបស់នាងបានឲ្យមុនចុះពីភ្នំយកមកប្រើនាងបានយកដៃដាក់ចូលក្នុងអាវបរោះចិត្តអាក្រក់នោះនាងសួរថាលោកពូទីពីក្តៅដែរទេចាំខ្ញុំបកផ្លិតឲ្យពូសៀប៉ាយបានរុញកុមារទេពចេញតែត្រូវឈិនហ្វាន់ចាប់ជាប់សៀប៉ាយមានអាការៈឈឺពោះក៏រត់ចូលបន្ទប់ទឹកបាត់ទៅកុមារទេពនិយាយក្នុងចិត្តថាលោកតាមិនអាចស្លាប់បានទេប៉ាខ្ញុំមិនទាន់ខ្លាយជាអ្នកស្នងមរតកទេនាងបានឈរយំនៅមាត់ទ្វារហើយស្រែកថាមើលខ្ញុំទៅលោកតាមិនអាចស្លាប់បានទេមិនអាចទេតែស្ត្រីចិត្តអាក្រក់បានរុញនាងដួលទៅលើដីនាងបានប្រាប់ស្ត្រីនោះថាខ្ញុំត្រូវតែស្រែកយំព្រោះខ្ញុំកំពុងជួយមនុស្សលោកតាមិនអាចស្លាប់បានទេខ្ញុំគឺជាចៅទួតរបស់លោកតាជីវជឿកុមារទេពខំប្រឹងស្រែករហូតដល់លោកតានាងរស់ឡើងវិញស្ត្រីចិត្តអាក្រក់និយាយថាក្មេងគឺនៅតែជាក្មេងគិតថាខ្លួនឯងជាទេវតាមកស្រែកពីល្បីម៉ាត់មនុស្សរស់ឡើងវិញហើយឬហេគ្រូពេទ្យបានយកលោកតាចេញពីបន្ទប់សង្គ្រោះបន្ទាន់ស្ត្រីចិត្តអាក្រក់នោះភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញលោកតាមិនកើតអីលោកតាបាននិយាយទៅកាន់អ្នកទាំងនោះថាតាមិនទាន់បានសម្រេចឲ្យអ្នកណាស្នងត្រកូលផងឲ្យតាស្លាប់មិនកើតសៀប៉ាយចេញពីបន្ទប់ទឹកឃើញដូចនេះក៏ស្រឡាំងកាំងតែម្ដងលោកគ្រូពេទ្យបានប្រាប់ឈិនហ្វាន់ថាសាច់ញាតិមានឥទ្ធិពលធំប្រកាសជាក្មេងជាអ្នកហៅគាត់ហើយទើបធ្វើឲ្យគាត់ចង់រស់ឡើងវិញពីរអ្នកម្ដាយកូនបានខ្សឹបគ្នាតិចតិចថាម៉ាក់ក្រែងម៉ាក់និយាយថាតាចាស់នោះប្រកាសជាស្លាប់អហេយើងបន្ថែមកម្រិតមិនទាន់គ្រប់គ្រាន់មិនអីទេពួកយើងនៅមានឱកាសទៀតនៅក្រៅគេប្រកាសជាងើបមិនបានឡើយជាវជឿនាងក៏បានឮពីអ្នកនោះនិយាយគ្នាដែរលោកតាបានប្រាប់សៀវឈិនហ្វាន់ឲ្យមកកាន់តំណែងនិងទទួលមរតកពីគាត់តែតួឯកប្រុសយើងមិនព្រមឈិនហ្វាន់បានក្រវាសដៃចេញពីលោកតារួចនិយាយថាតាំងពីលោកតាដេញម៉ាក់ខ្ញុំចេញពីគ្រួសារសៀវពេលដែលគាត់ទៅស្លាប់នៅខាងក្រៅខ្ញុំនិងគ្រួសារសៀវគ្មានអ្វីតាក់ទងគ្នាទៀតទេគ្រួសារសៀវទោះបីជាមិនមែនជាគ្រួសារលំដាប់កំពូលមានអំណាចក៏ជាគ្រួសារអាជីវកម្មម្នាក់ទី1នៅអ៊ីនធីងនេះដែលមិនបានជាឯងយកអំណាចទ្រព្យមួយនេះយកមកប្រឆាំងនឹងខ្ញុំជាវជឿបានប្រាប់លោកតាថាប៉ាចង់បានដែរគាត់គ្រាន់តែអៀនឈិនហ្វាន់បានចាប់ពោជាវជឿទៅផ្ទះវិញព្រោះនាងនិយាយច្រើនពេកសៀប៉ាយគិតក្នុងចិត្តថាមើលទៅតាកញ្ចាស់នេះនៅតែសង្ឃឹមថាសៀវឈិនហ្វាន់នឹងទទួលមរតកខ្ញុំត្រូវតែប្រញាប់រកមធ្យោបាយកម្ចាត់គេចេញមិនចឹងទេគេប្រកាសជាកម្ចាត់ខ្ញុំចេញនឹងហើយអ្នកទាំងអស់គ្នាសិស្សច្បងជាវជឿក៏បានចុះពីភ្នំមកកាន់ទីក្រុងនេះគាត់បានដឹងរឿងរ៉ាវរបស់សៀប៉ាយនិងម្ដាយគេដែលដាក់ថ្នាំសម្លាប់លោកតាដែរសិស្សច្បងរបស់ជាវជឿសុំរួមដៃជាមួយសៀប៉ាយដើម្បីកម្ចាត់សៀវឈិនហ្វាន់និងជាវជឿចេញពីត្រកូលនោះសៀប៉ាយមិនព្រមទេតែត្រូវគ្រូសើចិត្តអាក្រក់នោះប្រើមន្តអាគមបង្ហាញសៀប៉ាយឃើញខ្លាំងពូកែក៏សុំអង្វរឲ្យគ្រូសើនោះជួយខ្លួនផងទៅគ្រូសើនោះប្រាប់សៀប៉ាយថាខ្ញុំមករកលោកលើកនេះដើម្បីធ្វើជាក្នុងបង្អែកនោះទេឲ្យតែលោកទទួលបានមរតកក្នុងរយៈពេល5ឆ្នាំនឹងក្លាយជាអភិជនលំដាប់ខ្ពស់ក្លាយជាមេប្រទេសអ៊ីនពិតមែនហេខ្ញុំពិតជាទទួលបានលទ្ធផលបែបនេះពិតមែនហេលោកគ្រូសូមជួយខ្ញុំផងឲ្យតែខ្ញុំទទួលបានមរតកខ្ញុំនឹងឲ្យលោកគ្រូញ៉ាំឆ្ងាញ់ផឹកឆ្ងាញ់ជាមិនខានទុកចិត្តចូលខ្ញុំនឹងជួយដោះស្រាយបញ្ហារបស់សៀវឈិនហ្វានលោកគ្រូសៀវឈិនហ្វាននេះទោះបីជាគេមិននៅគ្រួសារសៀវក៏ជាសម្រាមមួយដែលចង់សម្លាប់គេវាមិនងាយស្រួលទេ
ខ្ញុំបានបញ្ជូនមនុស្សឲ្យទៅសម្លាប់គេប៉ុន្មានដងហើយប៉ុន្តែមិនទទួលបានជោគជ័យនោះទេមានអារម្មណ៍ថាគេដូចជាពិបាកស្លាប់ណាស់នោះគឺព្រោះតែលោកមិនទាន់បានជួបជាមួយនឹងខ្ញុំពេលនេះជីវជឿនិងប៉ាប៉ារបស់នាងកំពុងញ៉ាំអាហារនៅក្នុងផ្ទះរបស់ពួកគេមើលទៅហាក់ដូចជាសប្បាយចិត្តណាស់ជីវជឿនាងមិនធ្លាប់បានញ៉ាំអាហារឆ្ងាញ់បែបនេះពីមុនមកទេនាងបានប្រាប់សៀវឈិនហ្វាន់ថាប៉ាប៉ាយល់ព្រមនឹងលោកតាស្នងរតកគ្រួសារស៊ីវទៅខ្ញុំសូមនិយាយម្ដងទៀតខ្ញុំមិនមែនជាប៉ាឯងទេណានៅមានទៀតបើខួរក្បាលតូចរបស់ឯងនៅចាំច្បាស់នោះខ្ញុំស៊ីវឈិនហ្វាន់និយាយមួយមិនមែនពីរទេមិនស្នងរតកគឺមិនស្នងហើយប៉ាប៉ាយល់ព្រមនឹងលោកតាស្នងរតកលោកគ្រូនិយាយហើយនៅកម្មវិធីជប់លៀងគ្រួសារស៊ីវបើប៉ាមិនស្នងរតកទេប្អូនជីដូនមួយរបស់ប៉ានឹងទទួលឲ្យប្រើអំណាចគ្រួសារស៊ីវធ្វើឲ្យក្រោមមេឃវឹកវរខ្ញុំក៏ស្លាប់ដែរហេយើងបែរជាមកស្ដាប់ក្មេងនិយាយផ្ដេសផ្ដាស់ទៅវិញស៊ីវបៃអាហារបញ្ជូនគេទៅមណ្ឌលកុមារកំព្រាហើយរកគ្រួសារមួយឲ្យគេចិញ្ចឹមទៅលោកប៉ាកុំដេញខ្ញុំចេញបានទេខ្ញុំមិននិយាយច្រើនទៀតទេល្អខ្ញុំមិនដេញឯងចេញទេអរគុណលោកប៉ាបើអញ្ចឹងពួកយើងបានភ្ជាប់គ្នាចិត្តនឹងចិត្តរួចហើយខ្ញុំអាចមានអារម្មណ៍ដឹងស្ថានភាពរបស់លោកប៉ាគ្រប់ពេលអរគុណច្រើនហើយឆាប់ញ៉ាំរបស់កូនទៅសៀវប៉ៃបានប្រាប់សៀវឈិនហ្វាន់ថានៅក្រុមហ៊ុនមានរឿងហើយឈិនហ្វាន់ក៏បានប្រញាប់ប្រញាល់ចេញទៅកុមារទេពអង្គុយបកផ្លិតនៅលើកៅអីពេលនោះបន្តោងទិព្វក៏បានបាញ់ចេញពន្លឺប្រាប់ពីហេតុការណ៍កំពុងកើតមានឡើងចំពោះប៉ាប៉ារបស់នាងបានប្រើយុទ្ធសិលបំបាំងកាយដើម្បីទៅជួយលោកប៉ារបស់នាងវីវហើយលោកប៉ាមានគ្រោះថ្នាក់វិជាគុណសុនខុនគ្មានគូប្រៀបស្ដាប់តាមបញ្ជាឆាប់បញ្ជូនខ្ញុំទៅជួបលោកប៉ាភ្លាមសៀវឈិនហ្វាន់កំពុងអង្គុយធ្វើការក្នុងបន្ទប់មិនដឹងពូហ្វានប្រើមន្តអាគមដាក់នោះទេពេលនោះជីវជឿក៏មកដល់រួចនាងនិយាយថាហាមមិនឲ្យប៉ះពាល់ប៉ាខ្ញុំទេសិស្សច្បងពូហ្វានហេតុអីក៏ចង់ធ្វើបាបប៉ាខ្ញុំឪពុករបស់ឯងរៀបរៀងកិច្ចការរបស់អ្នកប្រុសទី2ហើយមកសហការជាមួយនឹងនាងមករៀបរៀងយើងឡើងឋានៈទៀតតើយើងគួរទុកគេដែរឬបងប្រុសពូហ្វានបងពីដំបងលោកភ្លុនអំណាចនៅមានចំហាយសម្រាប់មនុស្សធ្ងន់ធ្ងរទៀតត្រូវលោកគ្រូដាក់ទោសនៅមិនចេះកែទៀតស៊ីប៉ាយគ្រប់គ្រងគ្រួសារស៊ីវនឹងធ្វើឲ្យវឹកវរនៅក្រោមមេឃវឹកវរមានអីតាក់ទងនឹងខ្ញុំទៅខ្ញុំដឹងត្រឹមតែថាខ្ញុំចង់ឡើងឋានៈគ្រប់គ្រងដំណាក់ដល់ពេលនោះខ្ញុំជាមេរបស់ប្រទេសអ៊ីនចំណែកឯងនឹងចុះទៅនរកជាមួយឪពុកឯងហើយយុទ្ធសិលបែបនេះចង់ប៉ះប៉ាខ្ញុំមិនយល់ព្រមនោះទេអ្នកទាំងពីរបានប្រយុទ្ធគ្នាយ៉ាងខ្លាំងប្រើសរដាក់គ្នាទៅវិញទៅមកបែកភ្លើងពេញមេឃតែពូហ្វានមិនឈ្នះជីវជឿឡើយយុទ្ធសិលរបស់ជីវជឿធ្វើក្បិតតែខ្លាំងមែនតែមួយថ្ងៃប្រើបានតែ3ដងប៉ុណ្ណោះសិស្សប្អូនឯងបានប្រើយុទ្ធសិលអស់ទៅហើយយើងចាំមើលថាឯងទប់ទល់ជាមួយយើងដោយរបៀបណាពេលនោះពូហ្វានបានបញ្ចេញកំពូលយុទ្ធសិលរបស់ខ្លួនវាជីវជឿដួលទៅនឹងដីជីវជឿបានក្អួតឈាមសៀវឈិនហ្វាន់ឈឺក្នុងទ្រូងយ៉ាងខ្លាំងដោយមិនដឹងពីមូលហេតុក្នុងពេលដែលពូហ្វានកំពុងទាត់ធាក់វាយធ្វើបាបជីវជឿនោះនាងក៏បានក្រោកកស៊ូនិងបញ្ចេញយុទ្ធសិលដែលមានក្នុងខ្លួនរបស់នាងទាំងប៉ុន្មានដាក់ទៅពូហ្វានវិញធ្វើឲ្យពូហ្វានត្រូវរបួសយ៉ាងដំណំសៀវឈិនហ្វាន់មកដល់រួចបានដាក់បន្ថែមពី3ជើងទៀតធ្វើឲ្យពូហ្វានអន់ចង់តែម្ដងសៀវឈិនហ្វាន់ប្រាប់ពូហ្វានថាឯងមកពីណាហ៊ានវីកូនស្រីយើងផងអាចង្រៃយកមួយដៃទៀតទៅឯងស្គាល់កណ្ដាប់ដៃលីស៊ីវឡុងទេហាសៀវឈិនហ្វាន់បំរុងយកជីវជឿទៅពេទ្យតែពេលនោះសិស្សច្បងស្រីរបស់នាងក៏បានមកដល់ហើយបាននិយាយប្រាប់សៀវឈិនហ្វាន់ថាខ្ញុំជាសិស្សច្បងរបស់នាងបើមិនចង់ឲ្យនាងស្លាប់ត្រូវនាំនាងទៅផ្ទះរបស់លោកទៅផ្ទះស្អីទៅមន្ទីរពេទ្យអត់ទេត្រូវទៅផ្ទះរបស់លោកបើមិនដូច្នោះទេនាងនឹងស្លាប់សៀវឈិនហ្វាន់បានយល់ព្រមនាំកុមារទេពទៅផ្ទះរបស់ខ្លួនសិស្សច្បងស្រីបានចាប់ផ្ដើមព្យាបាលជំងឺឲ្យនាងហ្វាន់បានសួរនាងថានាងចង់ធ្វើអីខ្ញុំកំពុងព្យាបាលឲ្យគេនាងមើលរឿងភាគច្រើនពេកហើយមិនក៏ខ្ញុំមកជឿមនុស្សដូចជានាងទៅវិញសៀវឈិនហ្វាន់មិនជឿសិស្សច្បងរបស់ជីវជឿឡើយអ្នកទាំងពីរបានប្រកែកគ្នាយ៉ាងខ្លាំងសិស្សច្បងស្រីបានប្រាប់ពីរឿងរ៉ាវនិងប្រវត្តិរបស់ជីវជឿព្រមទាំងបើកភ្នែកទិបឲ្យសៀវឈិនហ្វាន់មើលឃើញពីអតីតជាតិទៀតផងនេះគឺជាដំណើរសាច់រឿងរបស់ឪពុកនិងកូនកាលពីជាតិមុនអ្នកទាំងពីររស់នៅសប្បាយចិត្តណាស់តែថ្ងៃមួយភ្លើងក៏ឆេះផ្ទះរបស់សៀវឈិនហ្វាន់ធ្វើឲ្យតួប្រុសរបស់យើងស្លាប់នៅក្នុងភ្នក់ភ្លើងនោះទៅស
សៀវឈិនហ្វាន់បានដឹងរឿងគ្រប់យ៉ាងឈិនហ្វាន់បានសម្រេចចិត្តជួយរំដោះគ្រោះកូនរបស់ខ្លួនដោយការស្នងតំណែងគ្រួសារសៀពេលនោះជីវជឿនាងក៏បានភ្ញាក់ដឹងខ្លួននាងបានក្រោកឡើងផ្ទុះចូលទៅអោបប៉ារបស់នាងថ្ងៃនេះប៉ាបាននាំកូនស្រីមកកាន់ពិធីដេញថ្លៃវត្ថុបុរាណស្រាប់តែសៀប៉ាយមកនិយាយដាក់ឈិនហ្វាន់ថាអេយ៉ូនេះជាបងជីដូនមួយអត់ប្រយោជន៍របស់ខ្ញុំតើដឹងថាថ្ងៃនេះមានការដេញថ្លៃរបស់វត្ថុបុរាណទេមកបើកភ្នែកមើលសង្គមហេលោកប៉ាមកដេញថ្លៃក៏ដូរជប់លៀងឲ្យលោកតាទួតចង់យកវត្ថុបុរាណទៅកុហកលោកតាយកតំណែងតាមែនដែរទេនេះយកសពទៅឯងធ្វើឲ្យលោកតាខឹងដេញឯងចេញពីផ្ទះតាឯងបានលុយមកពីណាមកទិញវត្ថុបុរាណទាំងអស់នេះទៅពាក់ព័ន្ធអីនឹងឯងទៅពិធីក៏បានចាប់ផ្ដើមជីវជឿនាងបានឃើញថូផ្កាដែលគេទុកនៅគៀនជញ្ជាំងនាងបានបើកភ្នែកទិបមើលអ្វីដែលគួរភ្ញាក់ផ្អើលថូផ្កានោះមានតម្លៃមហាសាលនាងបាននិយាយថាសំណប់ចិត្តរបស់ខ្ញុំនៅទីនេះសោះអត់ប្រយោជន៍មែនឯងថាទៅឯងក្រីក្រយ៉ាងនេះមកដេញថ្លៃទិញអ្វីដែរទៅនាំគ្រួសារមកទាំងអស់ឯងមិនខ្មាស់គេទេឬហេតុអីក៏ឯងដឹងថាខ្ញុំទិញមិនបានពេលឈិនហ្វាន់រៀបនឹងដេញថ្លៃជីវជឿនាងបានរត់មកចាប់ដៃប៉ាមិនឲ្យដេញថ្លៃចាំយកធ្វើផ្កាមានតែធ្វើផ្កាទេទើបជារបស់ល្អបំផុតនោះគ្រាន់តែជារបស់ដាក់តាំងតើលោកគ្រូនិយាយហើយថាគេមានញាណពិសេសហើយនៅមានភ្នែកទេវតាទៀតមានក្របភ្នែកមានគុជគ្មានអ្នកណាចេះជាងគេទៀតនោះទេថូផ្កានោះខ្ញុំយកហើយណាបងជីដូនមួយបងគ្មានលុយថាគ្មានលុយទៅស្ដាប់ក្មេងម្នាក់និយាយយករបស់ដាក់តាំងមកធ្វើជាសំណប់ចិត្តឯងមកពីផ្ទះភ្លេចយកខួរក្បាលមកមែនទេជីវជឿប្រាប់ប៉ានាងថាត្រូវតែយកថូនោះឲ្យបានទីបំផុតនាងទទួលបានថូនោះដោយបំណងរបស់នាងមែនកុមារទេពបានប្រាប់ប៉ារបស់នាងថាប៉ានៅក្នុងថូនេះមានយន្តនាងបានលើកថូផ្កានោះបោកទៅនឹងដីរួចនាងបានរើយកត្បូងពណ៌បៃតងចេញមកអ្នកនៅទីនោះផ្អើលគ្រប់គ្នាមិននឹកស្មានថាក្នុងថូនោះមានរបស់មានតម្លៃយ៉ាងនឹងសោះនាងបានឲ្យចិញ្ចៀននោះទៅប៉ារបស់នាងរួចនិយាយថាចិញ្ចៀននេះនឹងធ្វើឲ្យមានអាយុវែងការពារសុខសុវត្ថិភាពនិងសុខភាពយកឲ្យលោកតាទួតច្បាស់ជាសប្បាយចិត្តនឹងឲ្យលោកប៉ាខ្លាយជាអ្នកស្នងមរតកមិនខានកម្មវិធីដេញថ្លៃវត្ថុបុរាណត្រូវបានបញ្ចប់សៀវឈិនហ្វាន់និងជីវជឿរួមជាមួយសិស្សច្បងស្រីរបស់នាងបានចាក់ចេញពីទីនោះទៅពូហ្វានបានមកដល់ល្មមរួចនិយាយទៅកាន់សៀប៉ៃថាអ្នកប្រុសសៀវកាដូមិនមែនជារបស់សំខាន់នោះទេថ្ងៃស្អែកអាវុធទិព្វរបស់ខ្ញុំនឹងជួសជុលរួចហើយស្អែកក្នុងកម្មវិធីជប់លៀងអ្វីដែលលោកតាប្រកាសនោះមានតែលោកប៉ុណ្ណោះព្រោះខ្ញុំនឹងជួយលោកកម្ចាត់សត្រូវសៀប៉ៃដេញពូហ្វានចេញបានហើយចេញទៅថ្ងៃស្អែកកុំឲ្យតែគេវាយអញចិត្តស្លាប់ទៅបានហើយម្ដងនេះបើមិនមែនគេស្លាប់មានតែខ្ញុំស្លាប់ខ្ញុំប្រកាសជាមិនឲ្យនាងល្អិតនោះរំដោះគ្រូបានជោគជ័យទេថ្ងៃប្រកាសអ្នកស្នងមរតកក៏បានចូលមកដល់អាហេលោកសៀមមិននឹកស្មានថាលោកប្រកាសឈ្មោះអ្នកស្នងមរតកនៅថ្ងៃនេះសោះមើលទៅលោកប្រហែលជាឲ្យពួកខ្ញុំធ្វើជាសាក្សីឲ្យអ្នកស្នងមរតករបស់លោកហើយពួកខ្ញុំសូមជូនពរដល់លោកទៅចុះមិនខុសទេគ្រូសាសៀវទោះបីជាមិនមែនកំពូលទ្រព្យសម្បត្តិមែនប៉ុន្តែអំណាចពន្ធនេះក៏នៅតែក្រោមមនុស្សម្នាក់លើមនុស្សរាប់ម៉ឺននាក់ថ្ងៃនេះអញ្ជើញអ្នកទាំងអស់គ្នាមកគឺដើម្បីតំណាងឲ្យអ្នកស្នងមរតកគ្រួសារខ្ញុំទ្រព្យសម្បត្តិលោកតាសៀវប្រគល់ឲ្យអ្នកប្រុសធំឬក៏ប្រគល់ឲ្យអ្នកប្រុសទី2ប្រកាសជាទុកឲ្យអ្នកប្រុសទី2ហើយអ្នកប្រុសធំតាំងពីដើមមកមិនដែលរវល់ក្នុងគ្រួសារទេខ្ញុំមើលទៅគេជាមនុស្សមិនបានការឡើយប្រគល់មរតកឲ្យគេអនាគតគ្រួសារសៀវប្រកាសជារលាយហើយឈិនហ្វាន់ជាមនុស្សឆ្លាតធ្វើការមើងម៉ាត់ក្លាហានគេទើបជាអ្នកស្នងមរតកស័ក្តិសមបំផុតដែលយើងជ្រើសរើសលោកមិនស្គាល់គេច្បាស់ទេសៀប៉ៃនិយាយជាមួយម្ដាយថាក្នុងចិត្តលោកតាគ្មានខ្ញុំឡើយខ្ញុំគឺជាចៅប្រុសរបស់គាត់ដែរតើហេតុអ្វីគាត់មិនប្រគល់ទ្រព្យសម្បត្តិឲ្យខ្ញុំពេលនោះសៀប៉ៃនិយាយទៅកាន់ម្ដាយរបស់គាត់ថាលោកតាមិនទុកខ្ញុំក្នុងខ្សែភ្នែកទេម្ដាយប្រាប់សៀប៉ៃថាត្រជាក់ចិត្តសិនទៅក្រែងកូនថាមានភ្ញៀវកិត្តិយសចាំជួយពួកយើងនោះអីសៀប៉ៃប្រាប់ម្ដាយថាថ្ងៃនេះស៊ីឈិនហ្វាន់មិនអាចមកទេអ្នកស្នងមរតកប្រកាសជាខ្ញុំសាច់រឿងបានឆ្លងដល់វគ្គបន្ទាប់ពូហ្វានកំពុងស្ទាក់ឡានរបស់ស៊ីឈិនហ្វានកុំឲ្យធ្វើដំណើរទៅកាន់ពិធីប្រកាសទទួលមរតក
ពូហ្វានបានប្រើយុទ្ធសើរារាំងពួកគេតែត្រូវបានសិស្សច្បងស្រីរបស់ជីវជឿឈ្មោះឈីនយៀកចុះមកទប់ទល់ជាមួយពូហ្វានដើម្បីឲ្យស៊ីឈិនហ្វាននិងកូនស្រីបន្តដំណើរទៅកាន់កន្លែងពិធីស្នងមរតកអ្នកទាំងពីរប្រយុទ្ធគ្នាយ៉ាងខ្លាំងបែកភ្លើងសន្ធោសន្ធៅពេញផ្លូវឈិនយៀកនាងមិនអាចយកឈ្នះពូហ្វានទេព្រោះយុទ្ធសើនាងខ្សោយពូហ្វានបាននិយាយថាកន្លងមកនាងនឹងលោកគ្រូការពារតែក្មេងចង្រៃម្នាក់នោះសំអាងអីទៅបើខ្ញុំមិនបានធ្វើជាមេដឹកនាំទេខ្ញុំមិនខ្លាចនឹងលះបង់គ្រប់យ៉ាងទេឲ្យនាងឈីងយៀកនៅកំដររសពទៅវាល្អជាជាងពូហ្វានបានបញ្ចេញយុទ្ធសើដុំភ្លើងត្រូវចំដើមទ្រូងរបស់ឈីងយៀកធ្វើឲ្យនាងត្រូវរបួសយ៉ាងដំណំពេលនេះពិធីជ្រើសរើសអ្នកស្នងមរតកត្រូវបានដំណើរការលោកតាបានថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងពិធីរបស់គាត់ដោយសារស៊ីឈិនវ៉ាន់មិនទាន់មកដល់លោកតាសូមឲ្យអ្នកទាំងអស់គ្នារងចាំបន្តិចសិនតែម្ដាយសៀប៉ាយមិនព្រមទេគាត់បានប្រាប់ឲ្យលោកតាប្រកាសឈ្មោះអ្នកទទួលមរតកទៅស៊ីឈិនវ៉ាន់ប្រហែលមិនមកទេពិតមែនហើយលោកតាខ្ញុំដឹងថាលោកតាចង់ឲ្យពិធីជប់លៀងគ្រួសារស៊ីវនេះជួបជុំគ្នាប៉ុន្តែស៊ីឈិនវ៉ាន់គ្រាន់តែឲ្យកាដូ100ឆ្នាំទៅលោកតាតែប៉ុណ្ណោះឆ្នាំនេះប្រហែលជាមិនបានមកទេលោកតាបានប្រាប់ថាចាំបន្តិចទៀតទៅគេបានទូរស័ព្ទមកខ្ញុំគេប្រកាសជាមកជួបនឹងខ្ញុំមិនខានទេម្ដាយសៀប៉ាយបានក្រោកឈររួចនិយាយខ្លាំងៗទៅកាន់លោកតាប៉ាហេតុអីក៏ត្រូវចាំគេប៉ាមិនមែនឲ្យតម្លៃស្នងមរតកនេះទៅអាសម្រាមនោះទេមែនទេប៉ាស៊ីវឈិនវ៉ាន់ចាប់ពីពេលដែលលោកប៉ាដេញម្ដាយគេទៅឈឺស្លាប់នៅខាងក្រៅរួចហើយគេក៏ប្រឆាំងនឹងប៉ាគ្រប់រឿងគេមិនរៀនសូត្រមិនខ្វល់ពីក្រុមហ៊ុនសំបីតែមួយថ្ងៃបើសិនជាលោកប៉ាប្រគល់តំណែងនេះឲ្យគេស្នងមរតកគឺបានន័យថាគ្រួសារស៊ីវទាំងមូលនេះបោះចូលទៅក្នុងភ្លើងហើយលោកតាប្រាប់ថាកុំអាលឆេវឆាវអ្នកទាំងអស់គ្នាចាំ10នាទីទៀតទៅបើគេមិនមកទេអ្នកស្នងមរតកគឺប្រគល់ឲ្យសៀប៉ាយស៊ីឈិនវ៉ាន់និងកូនស្រីក៏បានមកដល់តែសន្តិសុខមិនឲ្យពួកគេចូលឡើយពេលនោះកុមារទេពបានប្រើយុទ្ធសើវាយសន្តិសុខដួលដេកពេញដីរួចនាងប្រាប់ប៉ានាងថាប៉ាប្រញាប់ចូលទៅម៉ោង 11:50 ទៅហើយនៅសល់10នាទីទៀតកម្មវិធីនឹងចប់ហើយពេលវេលាកំណត់របស់ខ្ញុំក៏បានមកដល់ដែរស៊ីឈិនវ៉ាន់បានសន្យាជាមួយជីវជឿថាប៉ាមិនឲ្យកូនស្លាប់ទេរួចក៏បានពោលកូនស្រីចូលទៅក្នុងពិធីពេលកំណត់ក៏បានមកដល់សៀប៉ាយនិយាយដាក់លោកតាថាលោកតាមិនចាំបាច់ចាំទៀតទេកម្មវិធីនៅសល់ប៉ុន្មាននាទីទៀតគឺដល់ហើយគាត់គឺមិនអាចមកបាននោះទេគេមិនអាចមកបានទេកូនអកតញ្ញូបែបនេះមិនចាំបាច់ទៅខ្វល់ពីគេនោះឡើយពិតមែនហើយប៉ាប្រកាសអ្នកស្នងមរតកតែម្ដងទៅកុំឲ្យភ្ញៀវទាំងអស់រងចាំយូរអីដោយការទន្ទឹងរង់ចាំយូរពេកលោកតាក៏សម្រេចចិត្តថានឹងប្រកាសអ្នកស្នងមរតកបន្តខ្ញុំសូមប្រកាសថាអ្នកស្នងមរតកគ្រួសារស៊ីគឺស៊ីឈិនវ៉ាន់និងកូនស្រីក៏បានមកដល់ម្នាក់ភ្ញាក់ផ្អើលគ្រប់គ្នាស៊ីឈិនវ៉ាន់បានយកចិញ្ចៀនគុជមកជូនលោកតាតួឯករបស់យើងក៏ទទួលបានមរតកពីលោកតាពីអ្នកម្ដាយកូនខឹងខ្លាំងណាស់រួចនិយាយថាមិនបានទេខ្ញុំជំទាស់មិនព្រមឲ្យលោកតាប្រគល់មរតកឲ្យស៊ីឈិនវ៉ាន់នោះទេជីវជឿនិយាយថានាងចិត្តអស់ពេលហើយឆាប់ស៊ីញេទទួលមរតកភ្លាមទៅពេលឈិនវ៉ាន់កំពុងស៊ីញេក៏មានការរារាំងពីអ្នកម្ដាយនិងកូននោះតែត្រូវជីវជឿវាយផ្ងាជើងឈិនវ៉ាន់ទទួលមរតកដោយជោគជ័យជីវជឿនាងសប្បាយចិត្តនិយាយថានាងលែងស្លាប់ហើយអរគុណប៉ាសៀប៉ាយនិងម្ដាយត្រូវបានឈិនវ៉ាន់រកឃើញថាបានដាក់ថ្នាំពុលឲ្យលោកតាផឹកនិងបានលួចកឹបកេងលុយក្រុមហ៊ុនអស់ជាច្រើនលានលោកតាបានសម្រេចចិត្តដេញសៀប៉ាយនិងម្ដាយចេញពីគ្រួសារសៀចាប់ពីពេលនេះទៅនិយាយគ្នាសុកស្រាប់តែជីវជឿនាងដួលសន្លប់ឈិនវ៉ាន់ប្រាឲ្យកូនចៅតាមរកសិស្សច្បងស្រីរបស់នាងដើម្បីមកព្យាបាលឲ្យជីវជឿតែរកយ៉ាងណាក៏មិនឃើញដែរឈិនវ៉ាន់ប្រាប់ឲ្យខំរកបន្តទៀតរករហូតតតែឃើញស្រាប់តែឈិនយៀបំបាំងកាយចេញមកពីជញ្ជាំងទាំងខ្លួនមានរបួសស៊ីឈិនវ៉ាន់សួរនាងថាយ៉ាងម៉េចហើយនាងឆ្លើយថាមិនអីទេឈិនយៀក៏បានចាប់ផ្ដើមព្យាបាលឲ្យសិស្សប្អូនជីវជឿនាងបានភ្ញាក់ដឹងខ្លួនឃើញសិស្សច្បងត្រូវរបួសក៏សួរថាសិស្សច្បងបងត្រូវសិស្សច្បងពូហ្វាន់វាយឲ្យរបួសហើយហេមិនអីទេសម្រាប់ប៉ុន្មានថ្ងៃលេងអីហើយឥឡូវនេះបងគ្មានសមត្ថភាពបញ្ជូនឯងទៅលើភ្នំវិញទេឯងរកវិធីទៅខ្លួនឯងចុះនឹងហើយអ្នកទាំងអស់គ្នាពេលដែលភារកិច្ចបានសម្រេចជីវជឿនាងត្រូវឡើងទៅលើភ្នំវិញដើម្បីទទួលតំណែងជាប្រមុខដឹកនាំនៅសំណាក់វ៉ាន់គួយជីវជឿប្រាប់សិស្សច្បងថានាងមិនចង់ទៅវិញទេនាងនឹកលោកប៉ាឈិនយៀប្រាប់ថាឯងមិនទៅមិនបានទេឯងត្រូវតែទៅបើឯងមិនទៅរាងកាយរបស់ឯងនិងគ្រឿងក្នុងរបស់ឯងប្រកាសជាឈប់ធ្វើការហើយនឹងស្លាប់ជីវជឿយំផងស្រែកផងថាមិនចង់ទៅទេចង់នៅកំដរប៉ាឲ្យសារតែខ្លាចកូនមានបញ្ហាស៊ីឈិនវ៉ាន់សុកចិត្តធ្វើពុតជាមិនចូលចិត្តជីវជឿដើម្បីឲ្យនាងឡើងទៅកាន់ភ្នំវិញឈិនវ៉ាន់បានស្ដីឲ្យកុមារទេពថាទីនេះមិនមែនកន្លែងអញទេត្រឡប់ទៅកន្លែងដែលអញគួរទៅ
ប៉ាប៉ាកុំដេញខ្ញុំចេញអីនៅមាននាងទៀតឆាប់ចេញដៃទៅ ជីវជិះនាងឈរយំនៅមុខមាត់ទ្វារយ៉ាងយូរឈិនយាកនាងបានដួលសន្លប់ស៊ីឈិនហ្វាន់បានចេញមកឃើញដូចនេះក៏នាំនាងចូលក្នុងផ្ទះដើម្បីព្យាបាលកុមារទេពបានយកដៃឪពុកដាក់លើដៃឈិនយាកពេលនោះមានយុទ្ធសេចេញមកចែងចាំងពេញបន្ទប់របួសរបស់ឈិនយាកក៏បានជាសះស្បើយជួយព្យាបាលឈិនយាកអស់កម្លាំងពេកឈិនហ្វាន់បានដេកលក់ដោយដៃរបស់គាត់អប់ឈិនយាកខូចណាស់តួឯករបស់យើងនេះគ្រាន់ប៉ុណ្ណឹងសោះអស់កម្លាំងដែរសង្ស័យលួចស្រឡាញ់ជាយាកមកភ្ញាក់ឡើងមកពួកគេទាំងពីរមានអារម្មណ៍ថាអៀនជីវជឿនាងបានយកអាហារមកដល់ល្មមកុមារទេពឲ្យប៉ាបញ្ចុកអាហារបងស្រីទៅឈិនហ្វាន់ក៏បានធ្វើតាមជីវជឿអ្នកទាំងពីរមានមនោសញ្ចេតនាកាន់តែជ្រៅទៅហើយប្រហែលមិនបានត្រឡប់ទៅភ្នំវិញទេមើលទៅសាច់រឿងបានឆ្លងមកវគ្គបន្ទាប់ជីវជឿបានមកជួបសិស្សច្បងរបស់នាងម្នាក់ទៀតដែលមានឈ្មោះថាហុងជៀនដើម្បីសុំខ្សែក្រហមឲ្យទៅឈិនហ្វាន់និងឈិនយាកដើម្បីភ្ជាប់ចំណងស្នេហ៍តែហុងជៀននាងមិនព្រមឲ្យទេនាងប្រាប់ជីវជឿថានេះជាអំពើខុសច្បាប់វាមិនត្រឹមត្រូវជីវជឿបានអោបព្រឹត្តលួងលោមសិស្សច្បងរបស់នាងរួចក៏លួចយកបានខ្សែអំបោះក្រហមនោះស្អែកឡើងឈិនយាកនិងឈិនហ្វាន់កំពុងអង្គុយញ៉ាំអាហារបណ្ដាចូលជែកគ្នាបណ្ដាស្រាប់តែជីវជឿយកអំបោះក្រហមទៅចងជើងពួកគេជីវជឿក្រែងខ្ញុំមិនឲ្យឯងអីយ៉ាកុំខឹងអីខ្ញុំគ្រាន់តែចង់ឲ្យពួកយើងបាននៅយូរបន្តិចទៀតសិស្សច្បងក្រែងនៅលើភ្នំបងក៏មិនសប្បាយចិត្តដែរតាមែនទេអ្នកទាំង3បង្កើតបានជាគ្រួសារមួយដ៏កក់ក្ដៅសើចយ៉ាងសប្បាយស្រាប់តែពេលនោះពូហ្វានក៏ផុសចេញមកធ្វើឲ្យគេផ្អើលគ្រប់គ្នាពូហ្វាននិយាយថាពិតជាគ្រួសារកក់ក្ដៅមែនពួកលោកបំផ្លាញក្តីស្រមៃរបស់ខ្ញុំធ្វើឲ្យខ្ញុំខ្លាចជាបិសាចសូម្បីតែដំណាក់វ៉ាន់គួយក៏ទៅវិញមិនបានពេលនេះខ្ញុំមិនដូចមនុស្សខ្មោចមិនដូចខ្មោចខ្ញុំស្អប់ពួកលោកណាស់ត្រូវឲ្យពួកលោកចុះនរកហ៊ានប៉ះពាល់ស៊ីវឈិនហ្វាន់និងប្រពន្ធកូនយើងផងហេស្លាប់ទៅពេលនេះតួឯករបស់យើងមានយុទ្ធសិលហើយអ្នកទាំងអស់គ្នាគេទាំង3នាក់បានរួមដៃគ្នាកំចាត់ពូហ្វានបានសម្រេចរហូតដល់ពូហ្វានរលាយខ្លួនបាត់ទៅលោកគ្រូរបស់ឈិនយាកនិងជីវជឿបានមកនាំពួកនាងឲ្យទៅទទួលទោសព្រោះថានាងប្រព្រឹត្តខុសច្បាប់នៅលើភ្នំតែនាងប្រាប់លោកគ្រូថាពួកនាងមិនទៅវិញទេនាងសុំរស់នៅទីនេះជាមួយឈិនហ្វាន់ដោយមើលឃើញអំពើល្អរបស់អ្នកទាំង3និងនិស្ស័យពីអតីតជាតិលោកគ្រូក៏បានបំពេញបំណងអ្នកទាំង3ឲ្យរស់នៅជុំគ្នាយ៉ាងរីករាយចាប់ពីពេលនេះទៅរឿងនេះចប់ត្រឹមនេះឯងសូមអរគុណសម្រាប់ការតាមដានទស្សនា